ម្ទេសគឺជាគ្រឿងផ្សំមួយប្រភេទដែលធ្វើឲ្យម្ហូបអាហារយើងកាន់តែមានរសជាតិកាន់តែឆ្ងាញ់អញ្ចឹងណាបងប្អូនចាស់ខ្ញុំនិយាយនេះគឺសំដៅទៅលើបងប្អូនដែលចូលចិត្តញ៉ាំម្ទេសទេបងប្អូនចាស់ដូចជាគ្រួសារខ្ញុំជាដើមអញ្ចឹងណាបងប្អូនចាស់មិនថាឆាស្លងឬក៏អីទេបងប្អូនចាស់បើថាអត់ម្ទេសគឺថាដូចម្ហូបហ្នឹងខ្វះអីមួយយ៉ាងអញ្ចឹងណាបងប្អូនចាស់ហើយថ្ងៃនេះដែរគឺបានទៅផ្សារហើយទៅទិញម្ទេសក្រៀមគេហ្នឹងចំនួន5ប៉ុនរៀងច្រើនដែរអញ្ចឹងណាបងប្អូនចាស់យកមកគឺដាក់លីងដើម្បីយកទៅបុកឬក៏កិនអញ្ចឹងណាបងប្អូនចាស់យើងមានម៉ាស៊ីនកិនក៏យើងកិនដល់លឿនបើយើងអត់មានទេយើងអាចបុកបានហើយវិធីលីងម្ទេសរបស់ខ្ញុំគឺខ្ញុំមានដាក់អំបិលហើយនឹងក្រូចឆ្មាអញ្ចឹងណាបងប្អូនដោយសារខ្ញុំធ្លាប់បានមើល YouTube ឬក៏ TikTok អីអញ្ចឹងគេចែករំលែកថាដើម្បីកាត់បន្ថយពេលដែលយើងលីងម្ទេសទៅជាធម្មតាគឺឆ្លក់អញ្ចឹងណាបងប្អូនអញ្ចឹងដើម្បីឲ្យកាត់បន្ថយការឆ្លក់ហ្នឹងយើងដាក់ក្រូចឆ្មាហើយនឹងអំបិលទៅធ្វើឲ្យវាកាត់បន្ថយអញ្ចឹងណាបងប្អូនអញ្ចឹងទៅខ្ញុំក៏សាកដាក់តាមគេប៉ុន្តែលទ្ធផលគឺថារៀងបានផលខុសគេមែនបងប្អូនចាអាចកាត់បន្ថយបានប្រហែលជា50ឬក៏60%ដែរអញ្ចឹងណាបងប្អូនចាបើថាយើងអាចបានដាក់ក្រូចឆ្មានិងអំបិលទេបងប្អូនចាទម្រាំតែលីងម្ទេសឆ្អិនមួយឆ្នាំហ្នឹងគឺថាឆ្លក់ដល់ហើយបងប្អូនចាខំទេឆ្លក់ទាំងអ្នកជិតខាងទៀតមិនមែនឆ្លក់តែផ្ទះឯងទេបងប្អូនចាផ្ទះអ្នកជិតខាងក៏ឆ្លក់ដែរអញ្ចឹងពេលបងប្អូនលីងម្ទេសលីងអីបងប្អូនអាចសាកធ្វើវិធីនេះបានអញ្ចឹងណាបងប្អូនចាអញ្ចឹងបន្ទាប់ពីលីងរួចអីរួចខ្ញុំក៏បានយកទៅដាក់កិនរួចយកច្រកក្នុងកន្លោដើម្បីទុកញ៉ាំអញ្ចឹងណាបងប្អូនចានិយាយរួមផ្ទះខ្ញុំគឺថាម្ទេសស្រស់ម្ទេសជ្រក់ម្ទេសលីងម្ទេសអីហ្នឹងគឺថាត្រូវតែមានជាប្រចាំតែម្ដងបងប្អូនចាព្រោះផ្ទះខ្ញុំញ៉ាំជាប្រចាំថ្ងៃអញ្ចឹងណាបងប្អូនចាគ្រប់ពេលញ៉ាំអាហារគឺត្រូវតែមានម្ទេសអញ្ចឹងបងប្អូនណាខ្លះចូលចិត្តញ៉ាំម្ទេសជួយខមមិនខាងក្រោមវីដេអូម្នាក់មួយផងអរគុណច្រើនបាយបាយផ្លេចប្រសិនបើបងប្អូនចូលចិត្តវីដេអូខ្ញុំសូមជួយចុច like share follow ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំក្រោយៗទៀត